ការជួយយ៉ាងពិតប្រាកដការជួយដែលចេញពីចិត្តយ៉ាងពិតប្រាកដការជួយដោយចិត្តជ្រះថ្លាវាគ្រប់យើងសួរនឹងឲ្យស្វាគមន៍មកកាន់វីដេអូមកខ្ញុំថ្ងៃនេះខ្ញុំចង់មកនិយាយទាក់ទងជាមួយនឹងការជួយមនុស្សហ្នឹងហើយសួរថាតើអ្នកធ្លាប់ជួយអ្នកដទៃដែរឬទេហើយតើអ្នកធ្លាប់គិតថាការជួយមនុស្សឬក៏ការជួយអ្វីផ្សេងៗវាពិបាកអត់ហ្នឹងហើយទាក់ទងសម័យមុនទាក់ទងមកយើងនិយាយលើការជួយមនុស្សឬការជួយអ្វីផ្សេងៗគឺវាមើលទៅប្រព្រឹត្តទៅដោយស្រួលមែនទែនថាឲ្យគ្រាន់តែដោយអត់បានខ្វល់អីវាអត់បានខ្វល់អីនោះទេអត់បានខ្វល់ពីផលប្រយោជន៍ក៏អត់បានខ្វល់ពីអីធំដុំនោះទេគ្រាន់តែយើងជួយដើម្បីជួយគ្រប់គ្រាន់ហើយជួយឲ្យមិនបាច់ខ្វល់ពីអ្នកដទៃពាក្យសម្ដីរបស់អ្នកដទៃជួយដោយជ្រះថ្លាជួយដោយចេញពីចិត្តតែប៉ុណ្្នឹងគឺទៅវាគ្រប់គ្រាន់ហើយប៉ុន្តែយើងសាកមកមើលក្នុងសម័យបច្ចុប្បន្ននេះវិញបច្ចុប្បន្នកាលនេះហ្នឹងហើយការជួយវាលែងស្រួលដូចមុនទៀតហើយដោយសារគេគ្រប់ការជួយទាំងអស់វាតតែមានកាមេរ៉ាចាំថតសកម្មភាពនៃការជួយហ្នឹងมันអាចជួយទៅបានយល់ទេដោយសារគេដោយសារតែអ្នកជួយភាគច្រើនគាត់ត្រូវការផុសតាងដើម្បីមកបញ្ជាក់ថាគាត់បានជួយមែនឧទាហរណ៍យើងសាកនិយាយថាយើងនិយាយតែមាត់ឯងយើងថាយើងបានជួយគេជួយឯងជួយនេះជួយនោះអញ្ចឹងទៅសួរថាអ្នកដែលស្ដាប់យើងគាត់ជឿថាយើងជួយទេអត់ទេពួកយើងអត់មានផុសតាងអីផងសម័យនេះសម័យ technology សម័យបច្ចេកវិទ្យាគឺគ្រប់គ្នាត្រូវការផុសតាងឲ្យឃើញនឹងភ្នែកថាបានជួយមែនឬអត់ឬក៏បានតែនិយាយតែមាត់រត់ខូចទេហ្នឹងហើយអញ្ចឹងហើយបាននិយាយធ្វើឲ្យមានការថតសកម្មភាពគ្រប់យ៉ាងនៃការជួយបង្ហាញឲ្យទស្សនិកជនបង្ហាញឲ្យអ្នកសួរហ្នឹងឃើញថាខ្ញុំបានជួយមែនអញ្ចឹងទៅវាអញ្ចឹងហ្នឹងជួយតែមាត់វាបានអីទេគ្មានអ្នកណាមកអង្គុយជឿយើងថាយើងជួយប្រកបទេអាហ្នឹងវាអញ្ចឹងទាក់ទងរឿងការជួយឯងខ្ញុំចង់និយាយលើពីចំណុចទាក់ទងនឹងអ្នកជួយឯងហ្នឹងអ្នកជួយហ្នឹងហើយនឹងអ្នកឈោងឲ្យគេជួយជាមួយខ្ញុំចង់និយាយលើអ្នកជួយផ្ទាល់ហ្នឹងហើយអ្នកជួយពីផ្សេងពីប្រភេទគឺអ្នកជួយដែលចេញពីចិត្តពិតប្រាកដនិងអ្នកជួយដើម្បីផលប្រយោជន៍អ្នកជួយដែលចេញពីចិត្តពិតប្រាកដភាគច្រើនខ្ញុំមើលឃើញគឺអាចថាជួយរឿងបន្តិចបន្តួចគេអាចជួយចេញពីចិត្តដែរអាចថាឲ្យសំទាន1000 2000ឬក៏ជួយអ៊ំឆ្លងផ្លូវជួយនេះជួយនោះបន្តិចបន្តួចក្នុងសង្គមអីចឹងដែរអានឹងរឿងការជួយបន្តិចបន្តួចអានឹងអត់អីទេគាត់ជួយចេញពីចិត្តមិនចាំមានកាមេរ៉ាថតក៏បានអានឹងដូចជាការជួយហ្នឹងជួយចេញពីចិត្តជួយដើម្បីជួយពិតប្រាកដមែនប៉ុន្តែយើងសាកមកលើមេឃក្លេកមកមើលការជួយបែបធំដុំភាគច្រើនតតែមានកាមេរ៉ាថតហើយភាគច្រើនជាការជួយដែលមិនសូវចេញពីចិត្តប្រមាណទេសួរគាត់ចង់ជួយគាត់ចង់ជួយវិញគាត់ទៅតែកម្មភាពគាត់ធ្វើជួយត្រូវឥឡូវមកនិយាយតើចង់មួយការជួយបែបប្រយោជន៍នឹងវាចូលមកតើចង់មួយការជួយបែបប្រយោជន៍ហ្នឹងខ្ញុំឧទាហរណ៍ចុះតើតើនឹងម្ចាស់ brand មួយគាត់ធ្វើជំនួយសប្បុរសធម៌អីចឹងទៅសួរថាការជួយហ្នឹងវាជាការជួយបែបជួយហ្មងឯងវាក៏វាក៏មានចំណែកដែរជួយក្នុងការជួយប៉ុន្តែខ្ញុំមើលឃើញថាហ្នឹងវាជាការជួយក្នុងការរកផលប្រយោជន៍ច្រើនជាងហ្នឹងហើយគោលបំណងធំបំផុតគឺការជួយដើម្បីទទួលបានផលប្រយោជន៍គោលបំណងទី2គឺជួយដើម្បីជួយជួយដើម្បីជួយប្រកបទោះថាគាត់ធ្វើហ្នឹងខុសអត់ខុសទេវាជារឿងតាមទឹកគាត់ធ្វើការជួយហ្នឹងហ្នឹងហើយតើតើរឿងការកាមេរ៉ាថតមានអីត្រឹមត្រូវហ្នឹងវាជារឿងរបស់គាត់វាជាការរកផុសតាំងដើម្បីបង្ហាញឲ្យអ្នកមើលថាគាត់បានជួយមែនគាត់អត់ខុសទេគាត់ធ្វើនឹងត្រឹមត្រូវហើយប៉ុន្តែអ្វីខ្ញុំចង់និយាយគឺគាត់ជួយនឹងគឺគោលដៅធំបំផុតគឺគាត់ជួយដើម្បីគេដើម្បីផលប្រយោជន៍របស់ខ្លួនឯងនិងទី2គឺជួយដើម្បីជួយហ្នឹងហើយសាកមើលទាក់ទងមួយទាំងការជួយធ្វើអំពើល្អឬក៏ផ្ដល់ហៅថាគ្រឿងឧបភោគបរិភោគអីចឹងផ្សេងអីចឹងតែហ្នឹងវាជាទង្វើរបស់គាត់ឬជាការសម្ដែងអំពើល្អរបស់គាត់វាត្រូវហើយគាត់បញ្ចេញអំពើល្អគាត់បញ្ចេញនៅអំពើមនុស្សធម៌របស់គាត់មកអំពើល្អចេញមកវាត្រឹមត្រូវហើយប៉ុន្តែវាឆ្កំឆ្គងតាក់ទងជាមួយនឹងការកាន់កាមេរ៉ាថតដោយសារទេយើងអាចគិតថាគាត់ជួយក្នុងការជួយហ្នឹងគាត់ត្រូវហើយប៉ុន្តែការកាន់កាមេរ៉ាថតនេះវាធ្វើឲ្យខ្លាយទៅជាវាជាទីផ្សារនៃចំនួនហ្នឹងគឺថាក្នុងការធ្វើទីផ្សាររបស់ក្រុមហ៊ុនណាមួយរបស់ផលិតផលណាមួយវាតាំងគេធ្វើទីផ្សារដោយកាយគេដោយការផ្សព្វផ្សាយទៅតាមពាណិជ្ជកម្មផ្សេងការមាន brand ambassador មានអីផ្សេងអញ្ចឹងទៅប៉ុន្តែក្នុងន័យនេះគាត់ក៏អាចយកការជួយទៅជាការផ្សព្វផ្សាយពាណិជ្ជកម្មដូចគ្នាយល់អត់ដោយសារមានកាមេរ៉ាថតដូចត្រឹមត្រូវនេះគាត់ធ្វើឲ្យការជួយហ្នឹងវាទៅជាការធ្វើទីផ្សារវិញយល់អត់វាមិនអាក្រក់ទេប៉ុន្តែវាមើលទៅមានความជោគជ័យប៉ុន្តែវាល្អសម្រាប់ផលិតផលរបស់គាត់គាត់ធ្វើយ៉ាងទៅគាត់
អ្នកមើលគាត់គិតថាអូខេនាងម្ចាស់ brand នេះជួយរឿងនេះជួយនោះចឹងហើយយើងនាំគ្នាទៅ support brand គាត់ទៅហ្នឹងហើយអានេះវាជារឿងត្រឹមត្រូវរបស់ម្ចាស់ brand គាត់ធ្វើយ៉ាងត្រូវហើយល្អវាជាការធ្វើទីផ្សារមួយដ៏ល្អប៉ុន្តែខ្ញុំប្រាប់អាហ្នឹងវាជាការធ្វើទីផ្សារមួយមិនមែនជាការជួយព្រោះគាត់ទេវាជាការធ្វើទីផ្សារមួយដ៏ល្អហ្នឹងហើយដោយសារមិនខ្ញុំនិយាយចឹងគឺគោលដៅទី1គាត់គឺផលប្រយោជន៍របស់ brand របស់គាត់ទី2បានជាការជួយចឹងហើយអា brand ហ្នឹងមកមុនមកដែរយ៉ាងវាយើងឆ្កំឈោមបន្តិចដែរហ្នឹងទី2តកតងជាមួយនឹងអ្នកឈរមើលគេជួយហើយចាំតែ comment ចាំតែនិយាយប្រភេទបោចអំពីការជួយរបស់គេហ្នឹងហើយតកតងទៅលើនឹងបណ្ឌិតបណ្ដាញសង្គមដូចខ្ញុំខ្ញុំនិយាយបណ្ឌិតបណ្ដាញសង្គមវាច្រើនមានពីរប្រភេទតកតងលើការជួយនេះវាច្រើនពីរប្រភេទទី1គឺសរសើរគាត់សរសើរជាចិត្តមែនគាត់ជួយឧបត្ថម្ភគាត់ជួយ support គាត់ជួយឧបត្ថម្ភបន្ថែមតកតងនឹងការជួយគេហ្នឹងទៅអានឹងវារឿងត្រឹមត្រូវហើយតែទី2មានអ្នកជួអានេះគេហៅថាគេបណ្ឌិតបណ្ដាញសង្គមបែបប្រអាប់គឺប្រអាប់យកហ្មងប្រអាប់ពួកប្រកែកថាគេចេញមកថាគេចេះចេញមកថាគេចុះគឺគេធ្វើអីមិនចេះត្រូវមិនចិត្តអីគេទៅទាំងខ្លួនអាចមានបានជួយទេអង្គចាំតរីគុណគេយល់ឃើញគេជួយដូចទៅគេណាអញ្ចឹងគេជួយឯណាទៅគេទៀតយល់ខ្ញុំដឹងថានឹងជាការជួយខ្ញុំក៏មិនសូវមានប្រមាណគ្រប់គ្រងណាប៉ុន្តែខ្ញុំដឹងថានឹងវាជាការជួយគេជួយមែនគេជួយប្រកបមែនតែគេជួយដើម្បីអីគេដូចខ្ញុំនិយាយចឹងមានពីរហេតុផលគឺគេជួយដើម្បី brand របស់គេហើយនឹងគេជួយដើម្បីជួយតែសួរតែការជួយល្អខ្ញុំគ្រប់គ្រងគេជួយតែបើសិនជាយកការជួយនឹងមកនៅលើ brand ល្អជាយក top 1 គឺជាការជួយ top 2ចាំគិតរឿង brand របស់ផលិតផលខ្លួនឯងកុំគិត top 1ជា brand របស់ផលិតផលខ្លួនឯងហើយទី2បានការជួយនឹងវាមើលទៅអត់សូវចូលគ្នាប៉ុន្មានទេអត់សូវល្អមើលប៉ុន្មានទេហ្នឹងហើយយេតកតងអាអ្នកប្រអាប់គេហ្នឹងភាគច្រើនគឺជាមនុស្សដែលស្អាតឡើងសួររកផោះតាំងហើយកាលពីមុនមកអត់មានអ្នកណាជួយរបៀបថាបើកចំហរបៀបថតបង្ហាញឲ្យគេមើលទេប៉ុន្តែដោយសារតែពួកគាត់និយាយថាគាត់ជួយទៅអត់មានអ្នកជឿគាត់និយាយថាគាត់បានជួយមែនតើគាត់បានធ្វើសកម្មភាពនេះមែនតើគាត់បានជួយនេះជួយនោះមែនតើតែគាត់អត់មានរូបថតអត់មានថតសកម្មភាពហ្នឹងប៉ុន្តែអាពួកដែលចាំរិះគន់គេចាំប្រាប់គេនេះតែសួររួចណាផោះតាំងគ្មានផោះតាំងហ្មងបានតែនិយាយបានតែអញ្ចឹងហើយបានជាធ្វើឲ្យកើតមានការថតឬក៏ការរបៀបថាមានការថតមានការអីសម្ដែងពីការជួយអីចឹងទៅហ្នឹងហើយអាហ្នឹងវាមកពីអ្នកណាមកពីអ្នកមើលដែរហ្នឹងហើយមកពី audience ហ្នឹងហើយដែលធ្វើឲ្យពួកគាត់បង្ខំចិត្តទៅធ្វើរឿងចឹងជួនកាលគាត់មិនចង់ធ្វើគាត់មិនចង់ថតកម្មភាពអស់ហ្នឹងផងប៉ុន្តែមកពីអ្នកមើលយើងនេះតែសួររកផោះតាំងនេះផោះតាំងនោះមកបញ្ជាក់មកថាមានផោះតាំងក្នុងការជួយអត់អីអត់ហ្នឹងហើយអញ្ចឹងហើយវាពិបាកហើយបន្ទោសអ្នកណាក៏មិនត្រូវមិនដឹងបន្ទោសអ្នកណាមុនមិនដឹងថាបន្ទោសអ្នកណាមុនអ្នកណាក្រោយមិនដឹងខ្ញុំមិនបន្ទោសតែគាត់និយាយឲ្យអ្នកគ្នាមើលពីគ្រប់ជ្រុងជ្រោយថាគ្រប់គ្នាគិតមិនអ្នកមើលគិតមិនអ្នកជួយខ្លួនឯងគិតមិនអ្នកជួយមានប្រមាណប្រភេទហើយអ្នកឈោមើលគេជួយនេះមានប្រមាណប្រភេទដែរហ្នឹងហើយអូខេហ្នឹងហើយចុងក្រោយចង់សរុបតទៅជាមួយនឹងសំណួរដែលបានសួរតាំងពីដើមវីដេអូមកថាតើការជួយពិតជាពិបាកមែនឬអត់យេការជួយយ៉ាងពិតប្រាកដការជួយដែលចេញពីចិត្តយ៉ាងពិតប្រាកដការជួយដោយចិត្តជ្រះថ្លាវាមិនពិបាកនោះទេបើសិនជាយើងជួយដើម្បីជួយមែនណាប៉ុន្តែវាពិបាកបើសិនជាយើងជួយដើម្បីផលប្រយោជន៍អ្វីមួយពីការជួយនឹងមានន័យថាយើងអត់បានចាត់ទុកការជួយនឹងគឺជាចំណុចចម្បងដែលយើងត្រូវធ្វើនោះទេប៉ុន្តែអាការជួយនឹងគឺជាចំណុចរងបន្តមកទៀតបន្តពីចំណុចដែលយើងចង់បានហ្នឹងអាចថាចំណុចចង់បានដែលយើងចង់បានវាខ្ពស់ឬក៏ផលប្រយោជន៍របស់យើងនឹងវាខ្ពស់ជាងការជួយអីចឹងទៅហ្នឹងហើយវាពិបាកបើតែយើងចង់ធ្វើអញ្ចឹងណាតើតោះនឹងអ្នកជួយនេះណាយេគាត់ល្អហើយជួយចេញចិត្តល្អហើយប៉ុន្តែបើជួយដើម្បីផលប្រយោជន៍អីផ្សេងទៀតខ្ញុំមិនហ៊ាននិយាយអាកាត់នោះទេហ្នឹងហើយទី2តើតោះជាមួយនឹងអ្នកឈោមើលគេជួយកុំបកកែនិយាយដើមគេពេកកុំបកកែរិះគន់គេពេកទាំងខ្លួនឯងអត់មានបានធ្វើក្នុងមួយថ្ងៃអង្គុយតែនិយាយថ្ងៃអង្គុយតែ comment ប្រយោជន៍មែនទេហ្នឹងហើយកុំទៅចេះរិះគន់គេបើមិនជាខ្លួនឯងមិនបានធ្វើអីផងនៅតែស្ងៀមទៅហ្នឹងហើយតែសំណួរចុងក្រោយខ្ញុំចង់ផ្ដាំផ្ញើទៅអ្នកនរគឺថាតើអ្នកជួយគេដើម្បីជួយមែនទេឬក៏អ្នកជួយគេដើម្បីផលប្រយោជន៍របស់ខ្លួនឯងនេះគឺជាសំណួរដែលខ្ញុំចង់សួរទៅអ្នកជួយសាកយកសំណួរនេះទៅគិតមើលថាតើតាមពិតទៅអ្នកជួយដើម្បីអីឲ្យប្រកបបាយបាយ